បងប្អូនភាគច្រើនប្រហែលជាមិនស្គាល់ស៊ុបអង្កែបនេះទេសូម្បីតែលើឈ្មោះក៏មិនដែរផងតែបើថាបានសាកតែម្ដងដឹងតែចូលចិត្តញៀនហ្មងយើងលាយទឹកតហូគេនឹងឆ្ងាញ់ផងត្រូវខ្នួចគ្នាបដ ாய் ទឹកតហូនេះហ่าបងប្អូនជួយលក់បានស៊ុបគ្រប់ប្រភេទចាប់ជាតិជាមួយស៊ុបចាប់ជាតិជាមួយបន្លែឆ្ងាញ់មែនតើលឺតែគេនិយាយថាអង្កែបយកទៅធ្វើស៊ុបឆ្ងាញ់ណាតែខ្ញុំក៏ឆ្ងល់ដែរធ្វើស៊ុបរៀបណាទៅអង្កែបធ្លាប់ទៅយកទៅឆាដាក់យកមកឆ្នៃមើលស៊ុបអង្កែបបែបស្រែលាយជាមួយនឹងទីក្រុងតែរសជាតិហើយនឹងក្លិនណាយើងយកបែបខ្មែរដាក់លាយគ្រឿងមានបន្លែសពមុខទៅមានអីបងប្អូនជាតិរបស់គេតាំងពីដើមមកបងប្អូននៅស្រាប់ហើយខ្ញុំមកចិត្តធ្វើម្ហូបខ្មែរហើយក៏ចូលចិត្តឆ្នៃម្ហូបអីដែលថ្មីដែរម្ហូបរបស់គេជ្រាបមកយើងច្រើនណាស់តែម្ហូបយើងមិនសូវបានជ្រាបទៅដល់ប្រទេសគេច្រើនហ្មងទេម្ហូបគេចូលមកយើងមួយយើងទៅថាឡើងបានយូរអង្វែងងាយសាបសូន្យទេដូចសម្លតុងយ៉ាំបាយឆាកាពិស៊ុបស៊ីឈွန်បៀបបាប់បែបកូរ៉េសិតតែជាម្ហូបឆ្ងាញ់ឥឡូវបងប្អូនទាំងគ្នាចាំសាកស៊ុបអង្កែបបែបខ្មែរយើងម្ដងណារសជាតិនេះបរទេសក៏ចូលចិត្តដែរសម្រាប់ទឹកតហូវិញយើងកំពុងខ្ទឹមសឲ្យឡើងក្លិនឈ្ងុយសិនមកដាក់ស្ករត្នោតគ្រឿងស៊ុបឆ្នាំងដីរបស់យើងយកទៅច្នៃម្ហូបបានច្រើនមែនតើគ្រឿងស៊ុបឆ្នាំងដីនេះខ្ញុំច្នៃខ្លួនឯងក៏មិនជាគ្រឿងសាតេហើយក៏មិនជាគ្រឿងឆ្នាំងដីដែរវារសជាតិវាបែបថ្មីតែម្ដងមួយហ្នឹងក៏ជារូបមន្តថ្មីដែលខ្ញុំបង្កើតផ្ទាល់តែម្ដងបើថាយកមកលាយធ្វើទឹកជ្រលក់បងប្អូនដាក់តាមម្ចុងឡាព្រាបានណៃគោវាឲ្យឡើងឈ្ងុយហើយចាំយើងថែមតៅហ៊ូប្រៃដែលយើងបានកិនរួចនេះគោវាឲ្យសព្វគ្រឿងសិនទៅចាំយើងថែមសណ្តែកដីកិនជាមួយនឹងទឹកជាខាប់មកល្មមដែលយើងចង់បានរួចរាល់ហើយបងប្អូនភ្លក់មើលទៅបើថាស្ទើប្រៃបងប្អូនអាចបន្ថែមម្សៅស៊ុបមាន់តាមការចូលចិត្តបានសម្រាប់របៀបធ្វើស៊ុបរបស់យើងវិញយើងដាក់ម្ទេសក្រៀមនេះលីងវាឲ្យឈ្ងុយថែមប្រេងឆាបន្តិចហើយដាក់គ្រឿងស៊ុបឆ្នាំងដី2ស្លាបព្រាបាយសម្រាប់ស៊ុបមួយឆ្នាំងគ្រឿងស៊ុបឆ្នាំងដីរបស់យើងបើសិនជាបងប្អូនចូលចិត្តក្លិនខ្លាំងមួយកំប៉ុងហ្នឹងដាក់ទឹក3លីត្រមកល្មមឆ្ងាញ់តែបើថាចូលចិត្តក្លិនស្រាលដាក់តែ2លាបព្រាអញ្ចឹងហើយយើងថែមម្សៅស៊ុបមាន់បន្តិចស្ករបន្តិចឆ្ងាញ់ឯងបងប្អូនជាតិហ្មងបើមានបត្រាក្រៀមបន្ថែមពីលើនឹងទៀតបង្កើនរសជាតិស៊ុបនឹងឲ្យផ្អែមជាតិតែម្ដងបងប្អូនចង់សាកគ្រឿងស៊ុបឆ្នាំងដីបែបខ្មែរនេះបងប្អូនអាចធ្វើការកម្មបានមួយឈុត$30យើងថែមឲ្យ2មុខបន្ថែម2មុខច្រើនណាស់បងប្អូនប្រូម៉ូសិននេះដូចចែកគ្នាញ៉ាំឲ្យព្រោះចោលបងប្អូនតែគ្នាបានសាកគ្រឿងថ្មីរបស់ខ្ញុំបងប្អូនចង់បានឈុតពិសេសនេះឆាតចូលពេកណាមើលស៊ុបអង្កែបដ៏ឈ្ងុយឆ្ងាញ់របស់យើងវិញហើយយើងដាំទឹកស៊ុបអញ្ចឹងហើយនេះពេលរៀបញ៉ាំបងប្អូនដាក់អង្កែបហើយជាមួយនឹងមើមកៅឈុកបើសិនជាមានហើយតាហ៊ូតុននេះដាក់មកបើសិនយើងចង់ញ៉ាំអញ្ចឹងណាបងប្អូននិយាយទៅតាមចិត្តទេសំខាន់ជាងគេជាមួយនឹងស៊ុបអង្កែបរបស់យើងគឺម្រេចបន្ថែមម្រេចខ្ចីជាមួយនឹងម្ទេសក្រៀមលីងហ្នឹងបង្កើនក្លិនឈ្ងុយតែម្ដងហើយទៅដល់គោស្រស់បងប្អូនស៊ុបរបស់យើងមួយឆ្នាំងនេះពោពេញទៅដោយជាតិតែម្ដងបើក៏បើដែរចេញមកនៅនេះហើយគឺថាបងប្អូនញ៉ាំហើយអាចលីស៊ីម៉ុន5000បាវតំណងក៏តំណងក្លិននៅខាងក្រៅវិញឡងឈ្ងុយខ្លាំងមែនតើហ្មងជាពិសេសបានជាមួយនឹងទឹកតហូដែលយើងបានឆ្នៃថ្មីនេះទៀតណែមួយសេតហ្នឹងដាក់មកត្រូវគ្នាអស់តោះស៊ុបអង្កែបថ្ងៃនេះបន្លែដែលត្រូវខ្លាំងគឺទាំងអាវបងប្អូនបបរយ៉ាយពីរសជាតិស៊ុបរបស់យើងវិញណាអង្កែបដែលយើងបានពងហើយហ្នឹងបងប្អូនទៅពេលដែលយើងងាស់វាចូលជាតិជាមួយនឹងស៊ុបទៅស្បែកអង្កែបហ្នឹងវាឡងឆ្ងាញ់ជាតិមែនតើហ្មងគ្រឿងស៊ុបឆ្នាំងដីជាមួយនឹងម្រេចខ្ចីដែលបានងាស់ចូលគ្នានេះវាចេញក្លិនមួយដែលប្លែកខ្លាំងឈ្ងុយមែនតើណាបងប្អូនគ្រឿងស៊ុបឆ្នាំងដីដែលខ្ញុំបានធ្វើនេះបងប្អូនខ្មែរយើងក៏ចូលចិត្តហើយបរទេសក៏ចូលចិត្តដែរផលិតផលខ្មែរយើងអាចច្នៃថ្មីច្រើនបងប្អូនឲ្យតែបងប្អូនទាំងអស់គ្នានៅតែជួយគាំទ្រសម្រាប់ខ្ញុំផ្ទាល់ខ្ញុំក៏អត់ឈប់ត្រឹមហ្នឹងដែរខ្ញុំនៅតែបន្តច្នៃគ្រឿងថ្មីចេញមកទៀតខ្ញុំយល់ថាការជួយអត់បានយូរអង្វែងទេតែបើយើងព្យាយាមពង្រឹងផលិតផលយើងឲ្យល្អឲ្យអ្នកប្រើប្រាស់គេចូលចិត្តនិងចង់ប្រើនោះផលិតផលនឹងដែរហើយផលិតផលនាំចូលឬមួយក៏ផលិតផលបរទេសគឺជាជម្រើសទី2របស់យើងវិញអរគុណច្រើនណាស់បងប្អូនបើសិនជាបងប្អូនចង់បានគ្រឿងស៊ុបឆ្នាំងដីឬមួយក៏គ្រឿងផ្សេងទៀតឆាតចូល page ជាពិសេសឥឡូវនេះមាន promotion ឈុត$30ថែម2មុខកម្មវិធីនេះមានតែ3ថ្ងៃទេបងប្អូនកុំងទាន់ចំណេញ